ចន្ទីអាយុ7ឆ្នាំមកដល់ខែ10ថ្ងៃទី18ហើយតើគួរជំរុះឬក៏ជំរុញ? បាទបងប្អូននេះគឺជាការអតិថិជននៅខាងកាយ៉ៃសៀមរាបចន្ទីរបស់គាត់អាយុ7ឆ្នាំហើយសុភាពចកាគឺនៅដក់ទឹកតាមរងទេប៉ុន្តែមិនជាបញ្ហាចោលទេដោយសារអីគឺគល់ចន្ទីរាងខ្ពស់ហើយដីក៏ឆាប់ស្ងួតទឹកលឿនដែរនេះដោយសារតែភ្លៀងម្សិលមិញបងប្អូនអញ្ចឹងវាដក់ទឹកទៀតអញ្ចឹងសម្រាប់ចន្ទីរបស់គាត់នឹងគឺអត់ជំរុះទេបងប្អូនគឺយើងជំរុញថ្ងៃនេះគឺយើងចាប់ផ្ដើមបាញ់ឈុតទាញត្រួយជំរុញយកត្រួយបងប្អូនហើយចន្ទីរបស់គាត់នឹងគឺបានធ្វើរឿង3ធំហើយទី1គឺយើងបានតបតែងមេឃគាត់បានតែងមេឃគ្រប់ដើមអស់ហើយនៅក្នុងចកាចន្ទីរបស់គាត់រឿងទី2គឺសម្អាតជើងក្រោមការសម្អាតស្មៅគឺសំខាន់ណាស់សម្រាប់ចកាចន្ទីបងប្អូនយើងលេងស្មៅមិនឈ្នះស្មៅនឹងលេងយើងវិញហើយសម្រាប់ចកាចន្ទីហើយទី3គឺការដាក់ជីគល់នេះសំខាន់ណាស់បងប្អូនព្រោះវាជាអាហារថាមពលដ៏ធំមួយសម្រាប់ចន្ទីហើយចំពោះការដាក់ជីគល់មកដល់ខែ10នេះជំរើសបងប្អូនគឺពេលខ្លះគាត់ចង់ដាក់ជីគ្រាប់ជី NPK ហ្នឹងហើយគាត់លាយជាមួយនឹងទឹកស្រោចរឿងហ្នឹងក៏ល្អដែរប៉ុន្តែបើសិនជាយល់ល្អបងប្អូនទិញជីទឹកស្រោចតែម្ដងទៅបងប្អូនកុំឲ្យខាតពេលយើងហើយតម្លៃក៏វារៀងធូរថ្លៃជាងដែរហើយនឹងមួយជីទឹកគឺយើងស្រោចទៅវាជ្រាបចូលដល់ដីយើងលឿនព្រោះដោយសារវាអត់ត្រូវការពេលជម្រាបគេពេលជ្រាបទេបងប្អូនយើងគ្រាន់តែស្រោចលាយទឹកស្រោចទៅវាជ្រាបដល់ដីដល់ប្រព័ន្ធឫស្បែករបស់យើងចឹងមានថាវាស្ដារដីស្ដារដើមចន្ទីយើងលឿនបងប្អូនចឹងសម្រាប់បងប្អូនដែលមានចម្ងល់ចង់សិក្សាយោបល់ទៅលើបញ្ហាដំណាំចន្ទីបងប្អូនអាច comment សួរនាំខ្ញុំបានបាទ